បាទសួស្តីបងប្អូននេះជាវីដេអូខ្លីមួយខ្ញុំសូមអរគុណទៅដល់អូនប្រុសអូនស្រីដែលនៅភ្នំពេញណាបានអញ្ជើញបងចូលក្នុងកម្មវិធីការនឹងឲ្យបងសូមអរគុណបងប្អូនទាំងពីរយ៉ាងធំដែលបងប្អូនបានទទួលរយៈជាមួយនឹងបងនៅក្នុងកម្មវិធីការហ្នឹងហើយព្រមទាំងពូនឹងមីងដែលជាប្រពន្ធដៃផងហើយខាងប្រុសខាងស្រីដូចគ្នាក៏គាត់បានទទួលខ្ញុំឡើងរយៈចឹងនៅក្នុងកម្មវិធីហ្នឹងគឺខ្ញុំមានអារម្មណ៍ថាកក់ក្ដៅដោយបងប្អូនបង្កើតអញ្ចឹងទោះបីជាមិនមែនជាបងប្អូនបង្កើតក៏ប៉ុន្តែដោយបងប្អូនបង្កើតនឹងឲ្យកម្មវិធីបងប្អូនពិតជាសប្បាយណាស់ហើយកន្លែងកម្មវិធីការហ្នឹងក៏ស្រស់ស្អាតដែរបងប្អូនគឺតុបតែងមានផ្កាមានពណ៌មានលម្អសពបែបយ៉ាងទាំងអស់ចឹងមានតន្ត្រីមានអីចឹងបងប្អូនហើយនេះជាកម្មវិធីដែលការហ្នឹងគឺនៅជាន់តខាងក្រោមបងប្អូនបន្តិចទៀតខ្ញុំនឹងឡើងទៅខាងលើនឹងថតកន្លែងជាន់ទី2ឲ្យបងប្អូនទស្សនាបន្តទៀតថាកន្លែងហ្នឹងស្រស់ស្អាតប៉ុណ្ណាដែរកន្លែងខាងលើនិងខាងក្រោមគឺស្រស់ស្អាតដូចតែគ្នាទេបងប្អូនខាងលើក៏ស្រស់ស្អាតខាងក្រោមក៏ស្រស់ស្អាតគ្រាន់តែថានៅខាងលើគឺយើងអត់បានរៀបចំដោយសារតែកម្មវិធីមានតែជាន់ខាងក្រោមអញ្ចឹងណាអញ្ចឹងគឺខាងលើគឺអត់បានតុបតែងទេប៉ុន្តែនេះបងប្អូនឃើញគឺទលំទលាយណាខាងលើហ្នឹងគឺកន្លែងគេដាក់បានតុបបានអីច្រើនដូចតែខាងក្រោមដែរប៉ុន្តែឡើយយើងមានកម្មវិធីខាងក្រោមគឺខាងលើគេទុកចោលដោយសារតែភ្ញៀវយើងល្មមតែខាងក្រោមអញ្ចឹងណាបងប្អូនហើយនេះក៏ខ្ញុំថតបង្ហាញបងប្អូនជាន់ទី2ខាងលើហើយដល់ពេលកំពុងតែថតហ្នឹងក៏ជួបក្មួយស្រីបើឯងហ្នឹងឥឡូវនេះគេចាំឡើងឃើញខ្ញុំថតគេចាប់ដើមចេញ style ដំបូងអត់ចេញទេដល់ពេលអត់ថតចំអត់ប្រើ style ទេហ្នឹងហើយបងប្អូននិយាយលេងទេហើយនេះខ្ញុំនឹងថតពីលើទៅក្រោមវិញដើម្បីមើលកន្លែងតន្ត្រីដែលយើងកន្លែងហូបកន្លែងទទួលភ្ញៀវហ្នឹងបងប្អូនណាគេក៏មានតន្ត្រីគេនៅខាងមុខហ្នឹងហើយទាំងក៏មានកន្លែងហូបនៅជុំវិញហើយគេទុកកណ្ដាលហ្នឹងសម្រាប់យើងបោះបាច់ផ្កានៅពេលចុងក្រោយអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនកម្មវិធីហ្នឹងគឺក៏សូមអរគុណដល់ម្ចាស់កម្មវិធីហើយដែលបានទទួលបងចង្រៈតាក់អញ្ចឹងឡើងមានភាពកក់ក្ដៅមែនទែនមកក្នុងកម្មវិធីហ្នឹងទៅហើយគឺអត់ស្ដាយក្រោយទេគឺសប្បាយណាស់នៅក្នុងហ្នឹងហើយហ្នឹងហើយថតជូនបងប្អូនមើលជុំវិញហើយបន្តិចទៀតនេះក៏ដល់វគ្គគេរំលែងបងប្អូនដល់វគ្គចុងក្រោយនោះគឺថាកម្មវិធីនេះរំសប្បាយមែនទែនតែខ្ញុំអត់បានរំទេបានតែឈរថតគេអញ្ចឹងបងប្អូនហើយពេលហ្នឹងអូលើកដៃលើកជើងបងប្អូនអីកម្មវិធីនេះគាត់លេងតែបတ်ពីដើមបងប្អូនបတ်យើងពីដើមតែបတ်ហ្នឹងក៏សប្បាយមួយយ៉ាងដែរអត់មានយក្ខអារម្មណ៍អីទេប៉ុន្តែគឺថាសប្បាយតែម្ដងខ្ញុំកាន់ហើយជាចុងក្រោយបងអត់មានអ្វីទេគឺមានតែជូនបងប្អូនទាំងពីរឲ្យបានសុខសប្បាយ